មានពងក្រួយដែលទៅទៅមកបានថ្មីអញ្ចឹងហើយអត់ដឹងថាយកមកធ្វើអីក៏នឹកឃើញយកមកឆាជាមួយនឹងម្រះព្រៅជូរអែមណាតែបើសិនជាបងប្អូនមានពងមាន់ពងទាក៏យកមកឆាបានដូចគ្នាដែរការពិតម្ហូបមួយមុខនេះវាល្បីយូរដែរតែខ្ញុំមិនដែលបានធ្វើសោះទៅតែថ្ងៃហ្នឹងទេឃើញពងក្រួយហ្នឹងវាតំណងពេកអញ្ចឹងហើយក៏នឹកឃើញយកមកធ្វើម្ហូបមួយមុខនឹងហូបតែម្ដងទៅបើវិធីធ្វើវិញណាគឺថាងាយស្រួលខ្លាំងមែនតែនហើយចាយលុយហ្នឹងក៏អស់តិចដែរបើថាមានពងក្រួយដែលយើងចិញ្ចឹមស្រាប់ខ្លួនឯងដូចខ្ញុំអញ្ចឹងណាគឺចាយអស់តែ500ទៅទិញម្រះព្រៅគ្រឿងក្រៅផ្សេងយើងមានសពគ្រប់ទាំងអស់ណាជាដំបូងខ្ញុំមកបុកខ្ទឹមហើយនឹងម្ទេសឲ្យម៉ត់មកល្មមសិនទៅម្ទេសបើចូលចិត្តហឹរខ្លាំងដាក់ឲ្យច្រើនហើយបន្ទាប់មកខ្ទឹមក្រហមយកមកហាន់វាជាដុំអញ្ចឹងទៅណាបន្ទាប់មកទៀតគឺពងក្រួយហើយនឹងម្រះព្រៅហ្នឹងគឺបានបេះហើយលាងសម្អាតទឹករួចរាល់ហើយគ្រឿងផ្សំសម្រាប់ធ្វើហ្នឹងគឺបានរៀបចំហើយអស់ហើយអញ្ចឹងខ្ញុំមកចាប់ផ្ដើមចៀនពងក្រួយហ្នឹងវិញម្ដងខ្ញុំបានដាក់ប្រេងហ្នឹងឲ្យក្តៅទៅគោះពងក្រួយហ្នឹងយកមកដាក់ចៀនណាហើយចៀនវិញខ្ញុំអត់យកក្រៀមខ្លាំងពេកទេយកមកល្មមហើយចំណែកផ្នែកក្រហមវិញគឺយកឆ្អិនតែម្ដងណាតែបើសិនជាបងប្អូនចូលចិត្តរៀងក្រៀមឬក៏ជាប់ភ្នៅអីយើងអាចចៀនតាមការចូលចិត្តទៅពងក្រួយដែលខ្ញុំយកមកចៀនសម្រាប់ឆាថ្ងៃហ្នឹងប្រហែលជាជាង30គ្រាប់ប៉ុន្តែចៀនបដើទៅកូនខ្ញុំយកមកញ៉ាំលេងបដើអញ្ចឹងនៅសល់ប្រហែលជា30គ្រាប់អីហ្នឹងពេលដែលយកមកឆាហើយមើលតែថាពណ៌សបល់វាប៉ុណ្ណឹងគឺខ្ញុំលើកចេញហើយអត់ទុកឲ្យក្រៀមជាងហ្នឹងទេបន្ទាប់មកយើងក៏បន្តចៀនអញ្ចឹងរហូតដល់តែអស់ទៅគឺបានបាត់ហើយបន្ទាប់ពីចៀនពងក្រួយហើយហ្នឹងខ្ទះដដែលខ្ញុំគ្រាន់តែចាក់ប្រេងនឹងចេញខ្លះទៅហើយចាក់ខ្ទឹមជាមួយនឹងម្ទេសដែលយើងបានបុករួចមុននឹងចូលឆាវាឲ្យឡើងឈ្ងុយទើបខ្ញុំដាក់ស្ករត្នោតណាបើសិនជាបងប្អូនចង់ប្រើស្ករសក៏បានដែរប៉ុន្តែឆារបៀបអញ្ចឹងណាប្រើស្ករត្នោតឆ្ងាញ់ជាងស្ករសព្រោះអីស្ករត្នោតវាឈ្ងុយហើយបន្ទាប់មកដាក់ទឹកត្រីបន្តិចទៅប៊ីចេងបន្តិចម្សៅស៊ុបបន្តិចប្រេងខ្យងហើយនឹងទឹកអំពិលទុំបន្ទាប់មកគឺយើងឆាគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាបានល្អទៅទើបខ្ញុំបន្ថែមជាមួយនឹងទឹកម្ទេសទឹកម្ទេសនេះគឺយើងដាក់ដើម្បីយកពណ៌ឲ្យបានស្អាតអញ្ចឹងណាត្រង់កន្លែងនេះបើសិនជាបងប្អូនចង់បន្ថែមជាមួយនឹងទឹកធម្មតាក៏បានដែរប៉ុន្តែខ្ញុំអត់ចង់បានរាវខ្ញុំចង់បានរាងរបៀបថារៀងខាប់ណាហើយបន្ទាប់មកយើងចាក់ខ្ទឹមក្រហមនឹងចូលទៅឆា 4-5 ត្រឡប់ទៀតចាក់ពងក្រួយដែលយើងបានចៀនរួចមុននឹងចូលដូចគ្នាកូរច្បល់វាឲ្យសព្វទៅមើលទៅថាពុះរៀងព្រួយបានប៉ុណ្ណឹងខ្ញុំក៏បានដាក់ម្រះព្រៅនឹងចូលក្រោយគេហើយឆា 4-5 ត្រឡប់ទៀតបានហើយព្រោះអីម្រះព្រៅនេះមិនបាច់ឆាយូរទេតែឆាយូរនឹងវាទៅជាពណ៌លែងស្អាតវិញណាតែប៉ុណ្ណឹងគឺយើងបិទភ្លើងហើយអាចរៀបចំដួសដាក់ចានបានណាហើយក្លិនវិញឡើងឈ្ងុយតែម្ដងចំពោះរសជាតិវិញគឺខ្ញុំយករៀងជូរប្រៃផ្អែមម្ហូបមួយមុខហ្នឹងយើងយករសជាតិរៀងដិតបន្តិចណាហើយឃើញម្ទេសក្រហមអញ្ចឹងណាអត់ហឹលទេដោយសារម្ទេសហ្នឹងខ្ញុំយកគ្រាប់ចេញអស់ហើយឆាពងក្រួចម្រះព្រៅជូរអែមនេះនិយាយពីថាត្រូវគ្នាខ្លាំងណាស់ជាមួយនឹងបាយក្តៅអញ្ចឹងម្ហូបនេះគេថាហូបឆ្ងាញ់នៅពេលចុងខែប៉ុន្តែបើខ្ញុំវិញអត់ចាំបាច់ដល់ចុងខែទៅតែចិត្តពាក់កណ្ដាលខែហ្នឹងចាប់ផ្ដើមហូបឆ្ងាញ់បដាហើយអញ្ចឹងហើយទម្រាំទៅដល់ចុងខែហ្នឹងមិនដឹងថាម្ហូបមួយមុខហ្នឹងឆ្ងាញ់ខ្លាំងកម្រិតណាទេ